វីដេអូនេះដែរខ្ញុំនឹងបង្ហាញដល់អ្នកនាងពីរបៀបស្វែងរកទូ ATM នៅក្នុង Google Map បាទហើយយើងចូលមកខាង Google Map មកបន្តទៀតយើងមកកន្លែងខាងលើនេះបាទខាងលើហ្នឹងយើង scroll មកបាទនេះកន្លែងមានចុចពាក្យច្រើនទៀតអញ្ចឹងយើងចុចលើហ្នឹងមកបាទហើយឡើយខ្ញុំបិទចរាចរណ៍សិនបាទបន្តនេះយើងចុចច្រើនទៀតហើយវាមានពាក្យ50ភេសជ្ជៈអ្វីដែលត្រូវធ្វើបាទតំណែងអីហ្នឹងអញ្ចឹងដើម្បីរៀបសេវាកម្មនេះយើងមកកន្លែងសេវាកម្មនេះគឺយើងឃើញពាក្យថាម៉ាស៊ីន ATM អញ្ចឹងយើងចុចពាក្យ ATM មកបាទអញ្ចឹងវានឹងចាប់តាមបង្ហាញទីតាំងណាខ្លះដែលវាមាន ATM បាទនេះគឺចេញមកទាំងអស់ទាំងធនាគារផ្សេងបាទធនាគារណាក៏ដោយដែលមានកន្លែងដាក់ ATM នៅតាមតំបន់ណាមួយហ្នឹងគឺវាបើកទាំងអស់បាទអញ្ចឹងវាងាយស្រួលសម្រាប់យើងករណីចង់រកទូ ATM ឬក៏យើងអាចរកតាមប្រភេទទូ ATM ណាមួយដែលយើងងាយស្រួលដកប្រាក់ក៏បានដែរបាទដូចជាធនាគារ SIDA ឬក៏ ABA ឬក៏ធនាគារ KB ប្រាសាទជាដើមបាទសូមអរគុណ